อักขระกัมพูชีมีเปียหรือมีเวียกัมพูชีបាទដែលសរសេរខុសគ្នាសូរសំនៀងខុសគ្នាទៀតបាទប៉ុន្តែមានអត្ថន័យប្រហាក់ប្រហែលឬក៏ដូចគ្នាបាទខ្ញុំបាទសូមគោរពជំរាបសួរលោកអ្នកជនរួមជាតិនៅរូបភាសានិងសួស្តីក្មួយៗដោយវិត្រីភាពបាទសូមអរគុណឥឡូវនេះខ្ញុំបង្ហាញអំពីពាក្យថាកំណល់ជាឈ្មោះប្រដាប់សម្រាប់កលយកកំណល់មកកលសិនយកកំណល់មកកលរបស់នេះក៏មកពីផ្អៀងត្រូនិមគ្រូពេទ្យកំណល់គ្រូគេយកសម្ពត់ហូលមួយជូនកំណល់គ្រូបានថាពីបុរាណគេប្រើកំណល់គឺចំនួនដល់សម័យសពថ្ងៃគេថាចូលឈ្នូលថ្លៃឈ្នូលគ្រូបណ្រៀនឬក៏កំណល់គ្រូដូចគ្នានោះបាទសូមអរគុណ264ជូនជាកិរិយាសព្ទបានន័យថាបួជាទីនេះមិនមែនដតទេលោកអ្នកបានន័យថាអយពាក្យគោរពពាក្យគួរសមឬក៏សព្ទគោរពសព្ទគួរសមនេះណាបាទរបស់នេះខ្ញុំមិនលក់ដូរទេខ្ញុំជូនលោកតោមកជាមួយកំដរជាគ្នាស្អែកខ្ញុំមានរវល់ជូនប្អូនឬក៏ជូនកូនទៅភ្នំពេញឬក៏ទៅកំពង់សោមឬក៏ទៅកូរ៉េឬក៏ទៅជប៉ុនអីជាដើមបាទ397ថ្វាយជាកិរិយាសព្ទបានន័យថាអយណាបាទអយឬក៏បូជាទីនេះក៏មិនដុតអត់មានដុតទេណាលោកអ្នកបាទអយនៅឯងបាទរាជសព្ទនិងសង្ឃសព្ទប្រើដូចគ្នាណាបាទថ្វាយគ្រឿងបណ្ណាការថ្វាយបង្គំណាថ្វាយបង្គំកិរិយាសម្ភាររាជសព្ទនេះពាក្យរាជសព្ទបាទពាក្យនេះប្រើសាធារណៈដល់មកភិក្ខុសង្ឃផងតាមសន្តាប់សេចក្តីគោរពបានន័យថាសេចក្តីគោរពណាបើខ្ញុំយល់ថាតាមលំដាប់ដល់មើលគឺថាតាមសន្តាប់បាទអរគុណ641ប្រកេនជាឈ្មោះសង្ឃសព្ទបានន័យថាសង្ឃសព្ទអយបានន័យថាអយណាលោកអ្នកប្រកេននេះណាអយលើកអយដល់ដៃមិនថាក្នុងហត្ថបាសគេលើកដល់ដៃលើកទៅពោះមិនរុញទេណាប្រកេនមិនរុញសម្រាប់ទៅណាប្រកេនគឺចង្ហាន់លោកបានន័យថាលើកទៅពោះផុតគេអង្គុយមកចង្ងាយមកល្មមបាទលើកទៅដល់ណាបាទទំពួរដដែលគេថាប្រគល់ជាកិរិយាសព្ទលើកយកអ្វីហុចអយឬទុកអយគេជាស្រេចមិនថាទុកអយត្រៀមអយជាស្រេចណាឬអយទៅយកទៅនោះទៅឃើញហើយបាទប្រគល់ការអយប្រគល់ការក៏ប្រគល់កិច្ចការធ្វើទេណាបាទប្រគល់ប្រាក់អយដល់ដៃគេថាអយប្រាក់អយដល់ដៃបាទអរគុណណាលោកអ្នកសូមជូនពរជប៉ុនរដ្ឋបាលគ្រប់គ្រងអរគុណ